មកសួរសុខឯងប្រយុលឡាយសកត់ខ្ញុំក្រោមភ្នំនៅ500ឆ្នាំមកហើយប្រម៉ែមិនចាត់ករណីជួយខ្ញុំផងទៅឯងមានទោសធំធេងណាស់ជួយរំដោះឯងខ្លាចឯងបង្កគ្រោះថ្នាក់ទៀតវាមិនល្អទេអូយខ្ញុំដឹងខុសហើយសូមប្រម៉ែជួយបង្ហាញផ្លូវដល់ខ្ញុំផងទៅបើឯងមានចិត្តបែបនេះចាំខ្ញុំទៅដល់នគរឋានភាគខាងកើតរកមនុស្សម្នាក់ចម្លងធម៌មកឲ្យគេជួយឯងធ្វើជាសិស្សរបស់គេទៅសូត្រធម៌ថ្វាយបង្គំសុំសិលឲ្យបានល្អតើឯងយល់ព្រមទេយល់ព្រមឲ្យតែបានចេញក្រៅទោះជាប្រម៉ែឲ្យខ្ញុំធ្វើស្អីក៏ខ្ញុំសុខចិត្តដែរបើអញ្ចឹងឯងតាំងចិត្តឲ្យស្ងប់រងចាំអ្នកចម្លងធម៌នោះសិនទៅគេប្រកាសជាអប់រំឯងឲ្យធ្វើជាមនុស្សរបៀបម៉េចឯងមិនបាច់រអ៊ូរទាំថាគ្មានអ្នកណាអប់រំឯងទៀតទេកូននេះកុំមកទៅប្រម៉ែទៅមិនទាន់ប្រាប់ខ្ញុំថាម្នាក់នោះគឺជាអ្នកណាផងនោះប្រម៉ែមកកុហកខ្ញុំទៀតហើយមែនទេម្ចាស់បងព្រះមានបតីករណាគឺប្រកាសជាជួយថែរក្សាឲ្យបដិគុណចម្លងធម៌បានជោគជ័យយើងបានរៀបចំបាតមួយថ្វាយដល់បដិគុណទុកបិណ្ឌបាតតាមផ្លូវហើយថែមទាំងរៀបចំអ្នកអមដំណើរពីអ្នកឲ្យបដិគុណទៀនមានសេះពណ៌ប្រាក់ធ្វើជាកម្លាំងជើងតាមផ្លូវអង្គព្រះគុណព្រះអង្គបដិគុណដាក់នាមថាមិនដែរអ្នកមួមិនចាំបាច់ដាក់ព្រះនាមអីទេព្រះមានពុទ្ធដីកាថាទៅលោកខាងលិចគឺមានកពីធម៌3ដាក់ថាសានចាងទៅយ៉ាងមិនដែរសានចាងអង្គព្រះគុណដែលព្រះអង្គដាក់ព្រះនាមនេះបដិគុណមិនគួរសមអីទេអាត្មាទៅហើយបដិគុណនិមន្តទៅលើកនេះគ្រោះថ្នាក់ណាស់តាមផ្លូវត្រូវថែរក្សាខ្លួនអាត្មាទៅហើយ